ប្រាប់បន្តមកទៀតដែលគេប្រាប់នេះគឺបណ្ដោយប្រវែងបាទ170 ភាគ 3 ម៉ែត្រហើយទទឹងបាទទទឹងគឺមានប្រវែង55 ភាគ 2 ម៉ែត្រប្តីទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំហើយក្នុងថ្ងៃនេះដែរខ្ញុំនឹងធ្វើការបកស្រាយនៅបាទចំណោទចុងបញ្ចប់នៅក្នុងទំព័រទី86បាទហើយខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងអាចធ្វើការសង្កេតបាទដោយស្មារតីយកចិត្តទុកដាក់បាទអញ្ចឹងនៅក្នុងចំណោទដែលខ្ញុំលើកយកមកបកស្រាយនៅទីនេះគឺជាចំណោទទី13បាទចំណោទទី13មីងច័ន្ទមានដីចម្ការមួយកន្លែងរាងចតុកោណកែងមានបណ្ដោយប្រវែង170 ភាគ 3 ម៉ែត្របាទនិងទទឹងបាទ55 ភាគ 2 ម៉ែត្របាទគាត់ចែកដីចម្ការឲ្យកូន3នាក់ស្មើគ្នាដើម្បីសង់លំនៅឋានក៏គណនាផ្ទៃដីចម្ការនោះខតើកូនម្នាក់ទទួលបានដីប៉ុន្មានម៉ែត្រការ៉េអញ្ចឹងនេះជាចំនួនមួយដែលគេរកជាម៉ែត្រការ៉េបាទហើយនៅក្នុងលំហាត់នេះដែរឥឡូវយើងទៅធ្វើការរកនៅបំរាប់អញ្ចឹងបំរាប់ដែលធំជាងគេគឺនៅចំណុចនេះបាទគឺដីដែលមានរាងចតុកោណកែងហើយបំរាប់បន្តមកទៀតដែលគេប្រាប់នេះគឺបណ្ដោយប្រវែងបាទ170 ភាគ 3 ម៉ែត្រហើយទទឹងបាទទទឹងគឺមានប្រវែង55 ភាគ 2 ម៉ែត្រហើយមួយទៀតគឺការចែកដីនេះគឺគាត់ចែកឲ្យកូនគាត់3នាក់បានន័យថាចែក3អញ្ចឹងបានន័យថានៅពេលដែលយើងអាចគណនាផ្ទៃដីនេះឃើញហើយនោះគឺជាចម្លើយកបាទហើយនៅក្នុងការដែលយើងឃើញផ្ទៃដីទាំងអស់ក៏ជាកត្តាជំរុញឲ្យយើងអាចឈានទៅរកអំពីដីដែលកូនម្នាក់របស់មីងច័ន្ទនោះគឺដែលគាត់ទទួលបានបាទអញ្ចឹងយើងដោះស្រាយតាមរបៀបដូចមុនដែរបាទអញ្ចឹងយើងដាក់កបាទគណនាបាទផ្ទៃដីចម្ការនោះបាទអញ្ចឹងយើងស្រង់បំរាប់ដែលគេបានប្រាប់យើងមកបាទមានបណ្ដោយបាទប្រវែង170 ភាគ 3 ម៉ែត្រនិងទទឹងបាទគឺ55 ភាគ 2 ម៉ែត្រអញ្ចឹងបណ្ដោយនឹងទទឹងគឺអត់ដូចគ្នាទេបាទអញ្ចឹងដោយសារតែនៅទីនេះគឺជាបណ្ដោយនិងទទឹងអត់ដូចគ្នាបានន័យថាជាចតុកោណកែងអញ្ចឹងយើងដោះស្រាយតាមរយៈរូបមន្តចតុកោណកែងណាអញ្ចឹងយើងយកបណ្ដោយគុណនឹងទទឹងបាទបានន័យថាយកមក170 ភាគ 3គុណជាមួយនឹង55 ភាគ 2បាទអញ្ចឹងយើងគណនានៅត្រង់ប្រមាណវិធីបាទគណនាយើងបាទគុណភាគយកដោយភាគយកបាទគុណភាគបែងដោយភាគបែងនឹងមកអញ្ចឹងយើងគណនានោះមកគឺឃើញបាទ9350 ភាគ 6 ម៉ែត្រការ៉េអញ្ចឹងយើងមើលថាប្រភាគរបស់យើងនៅទីនេះភាសាជាលេខគូបាទអញ្ចឹងយើងអាចធ្វើការសម្រួលប្រភាគបន្ថែមទៀតបាទអញ្ចឹងយើងសម្រួលជាមួយនឹង2បាទអញ្ចឹង
9350 ចែកនឹង 2 6 ក៏ត្រូវតែចែកជាមួយនឹង 2 ដូចគ្នានេះពេលដែលយើងចែកយើងបានប្រភេទមួយបាទគឺខ្ញុំសូមលុបចំណុចនេះបន្តិចខ្ញុំបានបាទ4675 ភាគ 3 ម៉ែត្រការ៉េចឹងនេះគឺជាផ្ទៃដីមួយដែលបាទអំពីផ្ទៃដីចម្ការដែលគេបានរកឃើញដែលយើងបានរកឃើញចឹងយើងដាក់ចម្លើយមកគឺស្មើទៅនឹងបាទ4675 ភាគ 3 ម៉ែត្រការ៉េបាទចឹងបងប្អូនគ្នាឃើញម៉ែត្រការ៉េបាទកន្លងទៅទាំងអស់គ្នាធ្លាប់ដឹងហើយថាម៉ែត្រខណៈគុណនឹងម៉ែត្រគឺបានទៅជាម៉ែត្រការ៉េបាទហើយបន្តមកទៀតបាទយើងក៏លេខទៅមើលចំណុចខនេះវិញគេសួរថាតើកូនម្នាក់ទទួលបានដីទំហំប៉ុន្មានម៉ែត្រការ៉េបាទអញ្ចឹងកូនម្នាក់ទទួលបានដីប៉ុន្មានម៉ែត្រការ៉េអញ្ចឹងយើងដឹងហើយថាកូនគាត់ទាំងអស់មានប្រមាណអ្នកបាទគឺមាន3នាក់បាទអញ្ចឹងគាត់ចែកឲ្យកូនគាត់3នាក់ហ្នឹងឯងគាត់ចែកនេះដីចំនួនដីទាំងអស់គឺបាទ4675 ភាគ 3 ម៉ែត្រការ៉េហើយយកមកចែកជាមួយនឹងកូនគាត់ដែលមានចំនួន3នាក់បាទដែលមានចំនួន3នាក់អញ្ចឹងយើងដាក់មកបាទ4675 ភាគ 3 ចែកនឹង 3បាទនៅក្នុងការចែកមកប្រភេទនិងចំនួនគត់នេះគឺជាចំនួនគត់ហើយនេះគឺជាប្រភេទបាទអញ្ចឹងយើងដោះស្រាយត្រង់ប្រមាណវិធីនេះមកបាទទាំងអស់គ្នានៅពេលដែលឃើញលេខបែបនេះបាទចំនួនគត់ហើយនិងប្រភេទអញ្ចឹងយើងងាយស្រួលនៅក្នុងការចំណាំទេបាទគឺយើងយកបាទចំនួនគត់នេះគុណជាមួយនឹងភាគបែងបាទគុណនឹងភាគបែងហើយភាគយកនេះគឺយើងរក្សានៅដដែលបាទយើងរក្សានៅដដែលអញ្ចឹង3គុណនឹង3ទៅបាន9បាទអញ្ចឹងបានន័យថា4675បាទភាគ 9បាទនេះជាចម្លើយដែលយើងបានបាទគណនាឃើញគឺ4675 ភាគ 9នេះជាដីដែលកូនម្នាក់ទទួលបានបាទក្នុងម្នាក់បាទអញ្ចឹងគឺមានចំនួនប៉ុណ្ណេះហើយឥឡូវយើងដាក់ចម្លើយរបស់យើងមកបាទស្មើទៅនឹង4675 ភាគ 9 ម៉ែត្រការ៉េហើយបន្តមកទៀតគឺដល់ពេលដែលយើងអាចធ្វើការឆ្លើយថាបានហើយបាទអញ្ចឹងឆ្លើយថាដូចនេះបាទឬក៏ដូចនេះផ្ទៃចំការនោះបាទផ្ទៃដីចំការនោះគឺ4675 ភាគ 3 ម៉ែត្របាទជាស្រ័យបាទគឺភាគ 3 ម៉ែត្រការ៉េបាទហើយមួយទៀតនោះគឺកូនម្នាក់ទទួលបានដីគឺ4675 ភាគ 9 ម៉ែត្រការ៉េបាទនេះជាការបកស្រាយរបស់ខ្ញុំនៅក្នុងចំណោទទី13ដែលជាចំណោទចុងបញ្ចប់នៅក្នុងមេរៀនទី11អំពីវិធីគុណនិងចែកប្រភេទបាទអញ្ចឹងចុងក្រោយបាទសូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នករាល់គ្នាពីដើមរហូតមកដល់ចប់អញ្ចឹងចុងក្រោយបាទសូមអរគុណសូមជម្រាបលា